ជីវិតខ្ញុំចូលទៅធានតាំងពីអាយុ4 10ឆ្នាំមកដល់ខ្ញុំអាយុ55ហើយជីវិតខ្ញុំប្រគល់ជូនជាតិអស់ហើយបាទមកពុកខ្ញុំខ្មែរខ្ញុំថាកុំក្បត់ទឹកដីខ្លួនឯងជាជនកុំសតខ្ញុំអើយបេះដូងមួយនេះខ្ញុំខ្ទេចផ្ទាំហើយគេមិនអោយយើងបានសងឡើយថ្ងៃណាបានជៀនសាំងខ្ញុំបានសប្បាយអោប្រជាជនកុំសតខ្ញុំអើយមិនតន់បានដេកស្រួលផងរុនទៀនហើយអ្វីក្មួយទៅព្រមកម្មយ៉ាងនេះជាតិសាសអ្នកឯងសាំងមកពីណាគ្មានកំពុងតែរៀនក្របផ្លោងរំលងសាលាឬខូននៃការស្លាយគ្មានការគិតពិចារណាដើរប្លន់តែដីគេធ្វើដូចរឿងធម្មតាតើអ្នកដឹងទេថាអ្នកណាខ្លះរងរបួសព្រោះតែមហិច្ឆតាអ្នកធ្វើឲ្យខ្មែររងរបួសខ្ញុំនឹងចាំឈ្មោះអ្នកព្រោះអ្នកយកទឹកដីខ្ញុំនឹងចាំឈ្មោះអ្នកព្រោះអ្នកធ្វើឲ្យខ្មែរយំដេកក៏ដេកមិនលួទឹកភ្នែកក៏ហូរចុះខ្នើយអាណិតដល់ជន់ពិសិដ្ឋគ្មានកោះគ្មានត្រើយធ្លាប់តែមានទីជំរកឥឡូវតិចទីអស់ហើយមិនដឹងដីនៅទីណាគ្មានអាហារគ្មានពូគ្មានខ្នើយអោព្រះគុណខ្ញុំអុយបានត្រឹមអាណិតគ្មានសិទ្ធិបញ្ជាបើសិនខ្ញុំជាទេវតាខ្ញុំនឹងកែប្រែពេលវេលាឲ្យពុទ្ធខ្មែរបរិសុទ្ធកុំឲ្យនៅជួបពូជមាសូមឲ្យពូជនឹងរស់លីព្រោះខ្ញុំមិនចង់កម្មចង់ពីអោប្រជាជនកុំសតខ្ញុំអើយបេះដូងមួយនេះខ្ញុំខ្ទេចផ្ទាំហើយគេមិនអោយយើងបានសងឡើយថ្ងៃណាបានជៀនសាំងខ្ញុំបានសប្បាយអោប្រជាជនកុំសតខ្ញុំអើយមិនតន់បានដេកស្រួលផងរុនទៀនហើយអោកូនក្មួយតូចអើយហេតុអ្វីក្មួយទៅព្រមកម្មយ៉ាងនេះខ្ញុំជឿហើយខ្ញុំខ្លាចហើយអ្នកខ្លាចអាត្មានិយមមិនប្រពៃហិកាឡើយឥឡូវយ៉ាងម៉េចដែរគេបែរមកវាយហើយតើអ្នកឯងឃើញទេឬក៏សំចិត្តអ្នកហើយគួរណាស់តែអាណិតគួរតែគិតដល់កងទ័ពវីរបុរសខ្មែរឈោការពីមិនខ្លាចគ្រាប់លះបងសាច់ស្រស់ជាស្រស់ការពីទឹកដីនេះឲ្យជាប់ឬក៏តែបេហិកាវាប៉ុននឹងដាច់ចងងាប់